មានទឹកកាមនៅក្នុងប្រដាប់ភេទក្រោយពីអង្គការ CPU ពិនិត្យឃើញថាគឺមានរហូតដល់ចំនួន8នាក់ឯណោះប្រិមិត្តប្អូនស្រីដែលត្រូវបានជនសង្ស័យបានធ្វើសកម្មភាពនៅក្នុងការរំលោភបោករួចហើយក៏បានសម្លាប់យកទៅបោះចោលនៅក្នុងបន្ទប់ទឹកនៅក្នុងវត្តគ្រោះថ្ងៃកើតហេតុហ្នឹងគឺប្អូនស្រីគឺគាត់បាត់ចេញពីផ្ទះនៅវេលាប្រហែលជាម៉ោងប្រហែលដែរម៉ោង 2:10 យប់ម៉ោង 2:10 យប់ណាមីងនេះនៅពេលដែលគាត់បាត់ចេញពីផ្ទះគាត់មានបានប្រាប់ណាមីងថាទៅណាអត់ផងអត់បានប្រាប់ទេចាឲ្យព្រលឹមឡើងទៅទទួលបានដំណឹងថាមានគេប្រទះឃើញកូនណាមីងចាណាមីងណាមានកូនទាំងអស់ប្រហែលអ្នកកូនទាំងអស់មាន4នាក់កូនទាំងអស់មាន4នាក់ណាមីងណាប្អូនស្រីដែលត្រូវបានស្លាប់នេះគឺគាត់ជាកូនទីប្រហែលណាមីងកូនទី2កូនទី2បាទគាត់មានឈ្មោះដែរណាមីងវិធីលីណាបាទអាយុប្រហែលហើយណាមីង15ឆ្នាំ15ឆ្នាំរាល់ថ្ងៃប្អូនស្រីគាត់នៅរៀនឬមកគាត់ឈប់ហើយណាមីងឈប់ហើយជាម្ដាយហ្មងណាម្ដាយចង់ណាមីងត្រូវណាមីងជាអ៊ំជាអ៊ំទេចាអញ្ចឹងបងស្រីបានន័យថាត្រូវជាម្ដាយរបស់ប្អូនស្រីបាទអញ្ចឹងបានន័យថាថ្ងៃនេះគឺប្អូនស្រីគឺអត់នៅជាមួយនឹងបងទេចាគាត់នៅជាមួយនឹងណែជាមួយអ៊ំនៅជាមួយនឹងអ៊ំនេះទេចាបាទចុះបងថ្ងៃបងនៅណាវិញខ្ញុំទៅធ្វើការនៅកំពង់សោមអូអញ្ចឹងគឺបងទទួលដំណឹងពីកំពង់សោមទៅមកដល់មុនហ្នឹងទេចាមកដល់ណែតាំងពីព្រឹកមិញឬមកក៏ទៅមកដល់ដែរខ្ញុំចាញ់ពីដល់ម៉ោង 9:50 មកដល់នេះម៉ោង 2:10បាទនៅពេលហ្នឹងណាគេដែលជាអ្នកផ្ដល់ដំណឹងទៅកាន់បងកូនខ្ញុំទី2កូនទី2នៅពេលដែលបងទទួលបានដំណឹងហ្នឹងគឺបងមានការក្តុកក្តួលលើកមិនដែរបងលើកូនស្លាប់ចឹងមានអារម្មណ៍ទុនដៃទុនជើងគេយកទៅដាក់ទុកទឹកមិនខ្ញុំអត់បានឃើញទេតែគ្រាន់ឃើញតែគេប្រហោះរូបឲ្យមើលពេលដែលខ្ញុំជិះឡានមកហ្នឹងបាទខ្ញុំគ្រាន់ឃើញហើយខ្ញុំយំតាមឡានរហូតមកតែមកគេបញ្ជាក់ប្រាប់មកថាជនសង្ស័យទាំងអស់មានប្រហែលជាប្រមាណអ្នកដែរបងប្រហែលជា8នាក់ប្រហែលជា8នាក់បងណាចាបាទប៉ុន្តែឥឡូវចាប់បានទើបតែ3នាក់ទេ3នាក់ទេបាទដោយសារតែបណ្ឌិតឃើញថាទឹកកាមហ្នឹងគឺមានរហូតដល់មនុស្ស8នាក់បងណាចាអញ្ចឹងក្មេងប្រុសដែលបានធ្វើសកម្មភាពរំលោភលើកូនណាមីងនេះគឺគាត់រស់នៅក្នុងភូមិនេះដែរទេចាបាទគាត់មានឈ្មោះគេដែរណាមីងឮឈ្មោះសេងមួយសេងចាជាអ្នកចិត្តខាងជាមួយនឹងគ្នាហ្នឹងនៅចិត្តលើខ្នល់ចិត្តផ្ទះដែរបាទគាត់មានតំណែងស្នេហាជាមួយនឹងអត់ផងអត់មានទេណាមីងអត់ទេមួយប្រុសអាយុទុំប្រហែលជាប៉ុន្មានទេណាមីងជាង10ឆ្នាំដែរជាង10ឆ្នាំដែរទេចាដឹងថារហូតដល់ពេលនេះគឺខាត់ខ្លួនបាន3នាក់ហើយបាន3នាក់ដែលធ្វើបុណ្យរបស់ប្អូនស្រីមានការខ្វះខាតយ៉ាងម៉េចដែរណាមីងខ្វះខាតអូននេះមិញមានតែ60000ទេមកលក់ស្វាយវិញយកទៅអញ្ចឹងគេជួយដល់លុយបលការអញ្ចឹងបានទិញអវ៉ាន់ទិញអីចឹងទៅមកបបអញ្ចឹងអីចឹងទៅគេជួយឧបត្ថម្ភអញ្ចឹងណាក្មួយមិញមានតែ60000ទេមកលក់ស្វាយវិញមានតែ60000សុគាត់ចា60000គត់ថ្ងៃនៅកដាវាលទេនៅទិញបានអីប៉ាំងអាស័យបាន10សន្លឹកធ្វើមួយខែដេកទេបើអត់ធ្វើនឹងនៅហាភ្លៀងឯនៅសុំដីគេដេកចាមនៅវាស្រែអត់មានផ្ទះអត់មានសបាយទេខ្ញុំមានទៅឧបត្ថម្ភទិញបានសំលុយពីនេះពីនោះទៅបានទិញបានប៉ាំងអាស័យបាន10សន្លឹកយកទៅឲ្យដេកក៏មិននៅហាភ្លៀងទេបានណាមីងបាទចាថ្ងៃឪពុកឈឺអត់មាននេះទេអាប្អូននោះក៏វាអត់គ្រប់ទឹកមួយទៀតបាទចាឲ្យដល់ពេលបាត់ពីវាទៅអត់មានអាណាគ្រប់គ្រងរងថ្ងៃខ្ញុំគ្រប់គ្រងនឹងឲ្យវាបាទចាហើយអាជាស្រ័យហើយភ្នែកបងដូចជាពិការទៀតបាទចាបាទអញ្ចឹងរងថ្ងៃធ្វើអីអត់កើតទេអត់ទេកើតធ្វើសំឡងទីឯផ្ទះទីហ្នឹងអូយប្រិមត្តហើយបាទបញ្ហាឈឺសន្លាក់បញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងឈឺក្បាលរ៉ាំរ៉ៃនិងអាការៈជំងឺជាច្រើនទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីជាទឹកយិនសិនដែលមានប្រសិទ្ធភាពល្អកំពុងពេញនិយមសម្រាប់បងប្អូនខ្មែរគ្រប់ជំរាបសួរទៅកាន់ប្រិមត្តទូទាំងជនជាទីគោរពក្នុងគណៈវេលាយប់បាទគឺម៉ោង11ត្រឹមថ្ងៃទី21ខែឧសភាឆ្នាំ2025ខ្ញុំបាទទេប៉ុនរួមនឹងក្រុមការងាររបស់ TP New កំពុងតែមានវត្តមានដែលស្ថិតនៅនឹងចំណុចនឹងរោងបុណ្យរបស់ប្អូនស្រីដែលត្រូវបានជនសង្ស័យបានធ្វើសកម្មភាពនៅក្នុងការរំលោភបោករួចហើយក៏បានសម្លាប់យកទៅបោះចោលនៅក្នុងបន្ទប់ទឹកនៅក្នុងវត្តគ្រោះស្ថិតនៅក្នុងភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅបាទប្រិមត្តទូទាំងជនអញ្ចឹងបងប្អូនយើងទទួលជ្រាបនៅជុំវិញពាក់ព័ន្ធនៅក្នុងករណីកាលពីព្រឹកមិញហើយបាទដែលត្រូវបានជនសង្ស័យបាទយើងអត់ទាន់ដឹងថាតើគ្នាកត់ទាំងអស់គឺមានប្រមាណអ្នកនោះទេបាទប៉ុន្តែរហូតមកដល់ពេលនេះបាទគឺកម្លាំងសមត្ថកិច្ចគឺបានប្រើរយៈពេលប្រហែលជាជិត20ម៉ោងគឺបានធ្វើការចាប់បាននៅជនសង្ស័យបានរហូតដល់ចំនួន3នាក់ហើយប្រិមត្តទូទាំងជនយើងបាទប៉ុន្តែបើតាមម្ដាយរបស់ជនរងគ្រោះបាទ
តលបានបញ្ជាក់ថាគឺខាងអង្គការ CPU គឺបានពិនិត្យឃើញថាទឹកកាមបាទដែលនៅក្នុងប្រដាប់ភេទរបស់បងអូនស្រីបាទគឺមានរហូតដល់ចំនួន8នាក់នោះប្រិមត្តទូទាំងជនយើងដោយជុំវិញរឿងរ៉ាវនេះហើយយ៉ាងណានោះយើងក៏សូមធ្វើការសម្ភាសនិងសាកសួរអ្នកមីងដែលជាម្ដាយរបស់បងអូនស្រីទាំងអស់គ្នាដូចតទៅបាទជំរាបសួរអ្នកមីង ចា បាទអ្នកមីងមានឈ្មោះអីដែរ ខ្ញុំមូរឿនប៉ិច បាទឆ្នាំនេះអាយុប្រហែលអ្នកមីង អាយុ54 54អ្នកមីងប្រកបកិច្ចការដែរអ្នកមីង លក់ស្វាយ អ្នកមីងលក់ស្វាយចុះលពូ នៅផ្ទះ នៅផ្ទះទីលពូ ចា៎ អ្នកមីងណាមានកូនទាំងអស់ប្រហែលអ្នក កូនទាំងអស់មាន4នាក់ កូនទាំងអស់មាន4អ្នកអ្នកមីងណាបងអូនស្រីដែលត្រូវបានស្លាប់នេះគឺគាត់ជាកូនទីប្រហែលអ្នកមីង បងអូនអើយកូនទី2 កូន ប ទី ង 2បាទគាត់មានឈ្មោះអីដែរអ្នកមីង អឺវិធីលីណា បាទអាយុប្រហែលហើយអ្នកមីង 15ឆ្នាំ 15ឆ្នាំរាល់ថ្ងៃបងអូនស្រីគាត់នៅរៀនឬមកគាត់ឈប់ហើយអ្នកមីង ឈប់ហើយ ឈប់ហើយអ្នកមីងណា ចា បាទអ្នកមីងអាចជួយបញ្ជាក់ទីបានដែរតើនៅក្នុងថ្ងៃកើតហេតុហ្នឹងគឺបងអូនស្រីគឺគាត់បាត់ចេញពីផ្ទះនៅវេលាប្រហែលជាម៉ោងប្រហែលដែរ ម៉ោង2:10យប់ ម៉ោង2:10យប់អ្នកមីងណា ចា៎ នៅពេលដែលគាត់បាត់ចេញពីផ្ទះគាត់មានបានប្រាប់អ្នកមីងថាទៅណាអត់ អត់ផង អត់បានប្រាប់ទេ ចា បាទអញ្ចឹងនៅពេលដែលព្រលឹមឡើងទៅទទួលបានដំណឹងថាមានគេប្រទះឃើញកូនអ្នកមីង ចា បាទនៅពេលហ្នឹងអ្នកណាគេដែលជាអ្នកផ្ដល់ដំណឹងមកកាន់អ្នកមីង មកគេនៅអ្នកស្រុកអ្នកគ្រូមតីគាត់ចូលទៅទុកទឹកឃើញ ឃើញនៅពេលហ្នឹងគាត់ក៏បានខលមកប្រាប់អ្នកមីង ខប្រាប់នៅកូនខ្ញុំនៅផ្ទះលក់ស្វាយនឹងសាវទៅប្រាប់ បាទនៅពេលដែលអ្នកមីងទៅដល់នឹងជំនាញទីតាំងកន្លែងគាត់ហើយឃើញស្ថានភាពកូនយ៉ាងម៉េចខ្លះអ្នកមីង ឃើញស្រាណោឃើញតែកាក់ឯង យើងមើលទៅលើស្លាកស្នាមរបស់ណែបងអូនស្រីគឺមានត្រូវរបួសកន្លែងណាខ្លះដែរអ្នកមីង ទៅរបួសកកហើយនឹងក្នុងខ្លួនជាប់ ជាប់ ចា បាទមើលទៅជនសង្ស័យវាធ្វើសកម្មភាពយ៉ាងម៉េចខ្លះដែរអ្នកមីង អត់បានដឹងណាក្មួយអើយ អត់បានដឹងទេ ចា បាទប៉ុន្តែមើលទៅគឺមុនធ្វើសកម្មភាពឬសូថាមានការដាក់ថ្នាំដាក់អីនោះយ៉ាងម៉េចដែរ ថា អ្នកមីង ឮថាដាក់ថ្នាំឲ្យងួយដេក ដាក់ថ្នាំល្ងួយដេកបានន័យថាឲ្យកូនអ្នកមីងគឺគាត់ដេកលក់ហើយមិនគាត់ធ្វើសកម្មភាពនៅក្នុងរំលោភ ចាឃើញលោភហើយអ្នកគ្រូចូលទៅឃើញអណូគោកអស់ឃើញសាក់សពឃើញតែអាវកាក់ហើយយកគោអ្នកគ្រូយកស្អីក្រោបពីលើទៅគេមិញគាត់ថាចាប់ជនដៃដល់ហ្នឹងបានយករបស់មកវិញទាំងអស់ហើយ បាទ បានខ្សែមកវិញហើយនឹងទូរស័ព្ទ បាទ ចា អញ្ចឹងក្រោយវាបានធ្វើការរំលោភហើយសម្រាប់កូនអ្នកមីងហ្នឹងគឺបានយកទ្រព្យសម្បត្តិទៅទៀតអញ្ចឹង ចា បាទទ្រព្យសម្បត្តិគឺមានអីគេខ្លះដែរអ្នកមីង ខ្សែកមកខ្សែទូរស័ព្ទមួយ បាទសរុបទឹកប្រាក់ទាំងអស់ប្រហែលជាប្រហែលដែរ ខ្សែកហ្នឹងជាង200 ជាង200អ្នកមីង ចា ណា ទូរស័ព្ទមួយ បាទអញ្ចឹងក្មេងប្រុសដែលបានធ្វើសកម្មភាពរំលោភលើកូនអ្នកមីងនេះគឺគាត់រស់នៅក្នុងភូមិនេះដែរទេ ចា បាទគាត់មានឈ្មោះគេដែរអ្នកមីង ឮឈ្មោះសេង មួយសេង ចា ជាអ្នកចិត្តខាងជាមួយនឹងគ្នាហ្នឹង នៅចិត្តលើខ្នល់ចិត្តផ្ទះដែរ បាទគាត់មានទំនាក់ទំនងស្នេហាជាមួយនឹង អត់ផង អត់មានទេណាមីង អត់ទេ បាទក្មេងប្រុសអាយុទុំប្រហែលជាប៉ុន្មានដែរណាមីង ជាង10ឆ្នាំដែរ ជាង10ឆ្នាំដែរទេ ចា អញ្ចឹងគឺគាត់បានធ្វើការឆាតតំណែងមួយកូនណាមីង ចាអត់ដែរនិយាយអត់ដែរលេងឆាតអីអត់ដែរនិយាយអត់ស្គាល់ហ្មង អត់ដែរស្គាល់សោះ អត់ដែរនិយាយលេងទេគ្រាន់ថាអ្នកចិត្តខាងក៏ស្គាល់គ្នានិយាយលេងធម្មតាអត់មានអីទាំងអស់ ឥឡូវដែលរហូតមកដល់ពេលនេះគឺកម្លាំងសមត្ថកិច្ចគឺបានបញ្ជាក់ប្រាប់អ្នកមីងថាយ៉ាងម៉េចខ្លះដែរ ប្រាប់ថាចាំប្រលួងមើលនិយាយវាអស់អាំងសួរទាំងអស់គ្នាប៉ុន្មានអ្នកឲ្យវាចេញ បាទ ក៏ប៉ុណ្្នឹងហើយប៉ុណ្្នឹង បាទ លីខានគេនិយាយចឹងពីរៀបយកសាច់កហើយនឹងទូរស័ព្ទឲ្យ បាទ គាត់មកម៉ោងប្រហែល8 9ដែរយកមក បាទ ចា អញ្ចឹងតែខាងសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំងអស់មានគ្នាប្រហែលអ្នកគឺយើងអត់ដឹងទេណា អត់ដឹងទេ បាទដឹងថារហូតមកដល់ពេលនេះគឺខាត់ខ្លួនបាន3នាក់ហើយ បាន3នាក់ ឥឡូវនេះគឺអ្នកមីងមានអីសំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចបន្ថែមដើម្បីឲ្យធ្វើការស្រាវជ្រាវដើម្បីរកមុខនៅជនសង្ស័យ ចាឲ្យជួយរកយុទ្ធធម៌ឲ្យក្មួយខ្ញុំផង បាទ ចាឲ្យយកមកជួយដោះស្រាយថាចាប់លុបកូនខ្ញុំចឹងអីចឹងឲ្យជួយរកយុទ្ធធម៌ឲ្យផង បាទ ចាមិនចង់រកអីទេឲ្យបានយុទ្ធធម៌ឲ្យក្មួយខ្ញុំផងដឹងអីទេគឺវា ឥឡូវនេះការដែលធ្វើបុណ្យរបស់បងអូនស្រីមានការខ្វះខាតយ៉ាងម៉េចដែរណាមីង ខ្វះខាតអូននេះព្រឹកមិញមានតែ60000ទេមកលក់ស្វាយវិញយកទៅអញ្ចឹងគេជួយផ្ដល់លុយបលការអញ្ចឹងបានទិញអវ៉ាន់ទិញអីចឹងទៅមកបបអញ្ចឹងអីចឹងទៅ បាទ គេជួយឧបត្ថម្ភអញ្ចឹងណាក្មួយព្រឹកមិញមានតែ60000មកលក់ស្វាយវិញ មានតែ60000សួកគាត់
cha mùi mơn cốt ơi ôn câu nói bong về tình khang ơi sự bia ban mặc plei ban xăm rum ôn linh bị luôn បាទ អត់មានអីទាំងអូនហើយថ្ងៃនៅកដាវាលទេនៅទិញបានអីប៉ាំងអាស័យបាន10សន្លឹកធ្វើមួយខែដេកទេបើអត់ធ្វើនឹងនៅហាភ្លៀងឯនៅសុំដីគេដេកចាំនៅវាស្រែ បាទ អត់មានផ្ទះអត់មានសបាយទេខ្ញុំនេះទៅឧបត្ថម្ភទិញបានសុំលុយពីនេះពីនោះទៅបានទិញបានប៉ាំងអាស័យបាន10សន្លឹកយកទៅឲ្យដេកក៏មិននៅហាភ្លៀងទេ បាទណាមីងបាទ ចាថ្ងៃឪពុកឈឺអត់មាននេះទេប្អូននោះក៏វាអត់គ្រប់ទឹកមួយទៀត បាទ ចាហើយដល់ពេលបាត់ពីបៀទៅអត់មានអាណាគ្រប់គ្រងរងថ្ងៃខ្ញុំគ្រប់គ្រងនឹងហើយវាទាំងអស់ បាទ ចា អត់តាច់រឹកណែបងអូនស្រីគាត់នៅរស់គាត់ជាក្មេងបែបមិនដែរណាមីង វាសភាពរៀបសារអត់ចេះមាត់កទេកូននឹងអត់ចេះមាត់ហ្មងស្លូតវាទៅមើលកូនគេមើលថែកូនគេមួយខែបាន150ដល់ពេលឃើញឪពុកធ្វើផ្ទះឲ្យចិត្តមកមើលពុកវិញណាពុកឲ្យថាឈឺឈប់ធ្វើបាន70រៀលសុំលុយពីនោះទៅទិញសកលបានប្រហែល 4-5 ថ្ងៃហ្នឹង បាទ សុំទុកឲ្យឪពុកខាចឹងប៉ាឯងខ្ញុំទិញទៅគីឡូមួយថ្ងៃណាប៉ាឯងឈឺខ្ញុំលក់ខ្សែកហ្នឹងមើលប៉ាឯង បាទ ចាតែប៉ុណ្្នឹងអូនអើយ បាទណាមីងបាទបងស្រីទៅធ្វើមិនដែរបងជាម្ដាយហ្មងណាជាម្ដាយចុះនេះណាមីងធ្វើមិន ជាអ៊ំ ជាអ៊ំទេ ចា បាទអូនេះឥឡូវខ្សែសួរម្ដាយវិញឥឡូវសុំម្ដាយបាទអញ្ចឹងបងស្រីបានន័យថាត្រូវជាម្ដាយរបស់បងអូនស្រី ចា បាទម៉ែបងស្រីណែមានកូនប្រហែលអ្នក កូន4នាក់ កូន4នាក់បងណា ចា៎ បាទបងអូនស្រីជាកូនទីប្រហែល ទី ទី2អញ្ចឹងបានន័យថារហងៃនេះគឺបងអូនស្រីគឺអត់នៅជាមួយនឹងបងទេ 2ចា គាត់នៅជាមួយនឹងណែ ទៅជាមួយអ៊ំ នៅជាមួយនឹងអ៊ំនេះទេ ចា បាទចុះបងរហងៃបងនៅណាវិញ ខ្ញុំទៅធ្វើការនៅកំពង់សោម អូអញ្ចឹងគឺបងទទួលដំណឹងពីកំពង់សោមមកទៅមកដល់មុននឹងទេ ចា មកដល់ណែតាំងពីព្រឹកមិញឬមកក៏ទៅមកដល់ដែរ ខ្ញុំចាញ់ពីក្នុងមកម៉ោង 9:50 មកដល់នេះម៉ោង 2:10 បាទនៅពេលហ្នឹងអ្នកគេនៅដែលជាអ្នកផ្ដល់ដំណឹងទៅកាន់បង កូនខ្ញុំទី คนទី ចា៎ 2នៅពេលដែលបងទទួលបានដំណឹងហ្នឹងគឺបងមានការក្តុកក្តួលយ៉ាងម៉េចដែរបង 2 លើកូនស្លាប់ចឹងមានអារម្មណ៍ទុនដៃទុនជើង ឥឡូវរហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចគឺបានបញ្ជាក់ប្រាប់បងថាយ៉ាងម៉េចខ្លះដែរ គេប្រាប់ថាគេចាប់ជនដៃដល់ហ្នឹងបាន3នាក់ហើយ បាទតើករណីខាងលើនេះជាករណីរំលោភបោកហើយរួចប្លន់យកទ្រព្យសម្បត្តិឬមកក៏យ៉ាងណាដែរបង ជារួមទៅវាចាប់ដូចថាទាំងរំលោភទាំងប្លន់យកទ្រព្យសម្បត្តិហ្នឹង បាទចុះខាងអង្គការ CPU បានបញ្ជាក់ប្រាប់ថាយ៉ាងម៉េចខ្លះដែរ ពេលហ្នឹងខ្ញុំមកដល់ហ្នឹងគេសភាហើយហើយ បាទ គេសភាតាំងម៉ោងប្រហែលប៉ុន្មានផងបាញ់នេះហ្នឹងហើយពេលហ្នឹងខ្ញុំនៅកំពង់សោមនៅហ្នឹង បងនៅកំពង់សោមឡើយទេ ចាខ្ញុំមកដល់ហ្នឹងម៉ោង 2:10 ហើយ មកពីដល់បងណា ចា បាទ ពេលហ្នឹងគេសភាហើយមិនសាយដល់ពេលបាក់ម៉ោង 1 ជាងអីបានសារព័ត៌មានគេទៅអស់ទៅបានយកសពហ្នឹងមកបូជា បាទចឹងនៅពេលហ្នឹងគឺបងមកឃើញស្ថានភាពកូនរបស់បងគឺយ៉ាងម៉េចដែរបងបានឃើញទេបងណាបាទឃើញតែ ខ្ញុំអត់ទេពេលខ្ញុំអត់ទាន់តែគេធ្វើកសោបចាយទេត្រង់ពេលនៅគេយកទៅដាក់តុបតាក់មិនខ្ញុំអត់បានឃើញទេ បាទ តែគ្រាន់ឃើញតែគេបោះរូបឲ្យមើលពេលដែលខ្ញុំជិះឡានមកហ្នឹងណា បាទ ខ្ញុំគ្រាន់ឃើញហើយខ្ញុំយំតាមឡានរហូតមកពេលខ្ញុំមកដល់គេពងធ្វើកសោបចាយ បងមានអីសំណុំពរទៅកាន់កម្លាំងសមត្ថកិច្ចបន្ថែមទៀតដើម្បីឲ្យជួយរកយុត្តិធម៌ជូនណាកូនរបស់បង ខ្ញុំមានពីអីមានសំណុំពរឲ្យសមត្ថកិច្ចជួយចាប់ជនបកទាំងអស់ហ្នឹងដើម្បីយកមកផ្ដន់ទាទោសតាមច្បាប់ទៅ បាទបើតាមសមត្ថកិច្ចបញ្ជាក់ប្រាប់បងថាជនសង្ស័យទាំងអស់មានប្រហែលជាប្រមាណអ្នកដែរបង ហើយជា8នាក់ ប្រហែលជា8អ្នកបងណា ចា បាទប៉ុន្តែឥឡូវចាប់បានទើបតែ3អ្នកទេ 3នាក់ទេ បាទដោយសារតែបណ្ឌិតឃើញថាទឹកកាមហ្នឹងគឺមានរហូតដល់មនុស្ស8អ្នកបងណា ចា បាទប្រិមត្តទូទាំងជនយើងបាទនេះគឺព័ត៌មានបឋមដែលខ្ញុំទទួលបានបាទថាមានទឹកកាមនៅក្នុងប្រដាប់ភេទក្រោយពីអង្គការ CP News ពិនិត្យឃើញថាគឺមានរហូតដល់ចំនួន8អ្នកឯណោះប្រិមិត្តបាទជុំវិញរឿងរ៉ាវនេះយ៉ាងណានោះក៏យើងមិនទាន់អាចបញ្ជាក់ជូនដល់បងប្អូនយើងបានយើងមានតែរងចាំហើយកម្លាំងសមត្ថកិច្ចទេបាទបងស្រីនេះបាទបងមានអីអរគុណទៅកាន់អ្នកអង្គការទេដែលគាត់បានចូលបុណ្យ ខ្ញុំសូមអរគុណដល់លោកអញ្ញាដែលបានចូលរួម
រំលែកទុកសពកូនខ្ញុំហ្នឹងសូមឲ្យគាត់ត្រូវស៊ីមានបានខ្ញុំអត់មានពាក្យអីមានតែពាក្យប៉ុណ្ណឹងហើយរៀបដៃដប់អរគុណគាត់តែប៉ុណ្ណឹង បាទបងចុះបងស្រីចុះបងប្រុសគាត់ទៅណា នេះបងនេះ អត់ទេប្តីរបស់បងណា ហ្នឹងហើយ អូបងគាត់ទៅប្តីប៉ុន្តែបងស្រី បងស្រីហ្នឹងទៅអរ បងប្រុសអ៊ំបាទហើយបងស្រីថ្ងៃបងប្រុសថ្ងៃនៅជាមួយនឹងណែកូននឹងឯងបាទហើយអាជាស្រ័យហើយភ្នែកបងដូចជាពិការទៀត បាទចា បាទអញ្ចឹងថ្ងៃធ្វើអីអត់កើតទេ អត់ទេនឹងការធ្វើបន្លំទឹកឯផ្ទះតិចហ្នឹង អូយប្រិមត្តហើយបាទគួរអាណិតគាត់មែនទែនបាទគឺនេះឪពុកបាទគឺបងប្អូនស្រីរងគ្រោះហ្នឹងបាទគឺគាត់ពិការភ្នែកទៀតប្រិមត្តទូទាំងជនយើងបាទឥឡូវត្រូវបានកូនស្រីរបស់គាត់គឺត្រូវបានស្លាប់បាត់បង់ជីវិតហើយដោយសារតែក្រុមក្មេងដំណើងបាទដែលបានធ្វើសកម្មភាពនៅក្នុងការរំលោភបាទសម្លាប់បាទយកទ្រព្យសម្បត្តិប្រិមត្តទូទាំងជនយើងបាទហើយយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចបាទដើម្បីធ្វើការស្រាវជ្រាវស្វែងរកមុខក្រុមក្មេងដំណើងបន្ថែមទៀតដើម្បីយកមកធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់ប្រិមត្តទូទាំងជនឥឡូវយើងក៏សូមធ្វើការបិទបញ្ចប់នឹងការផ្សាយត្រឹមនេះរកពាក្យ3កំហុសឆ្គងតាមកំបីគឺសូមខន្តីបេតូសូមអរគុណសូមគោរពលា ទឹកចិនសិនម៉ាក់អ៊ីពូកែស័ក្តិសិទ្ធិក្នុងការជួយសម្រួលសម្រាលបងប្អូនដែលមានអាការៈឈឺសន្លាក់រ៉ាំរ៉ៃបញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងទុនដៃទុនជើងឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់ឧស្សាហ៍ទល់ខ្យល់តែងតែឈឺក្បាលជាប្រចាំនិងជាពិសេសសម្រាប់ស្ត្រីរាំងរដូវឬរដូវមុខមិនសូវទៀងនិងអាការៈជំងឺជាច្រើនមុខទៀតជាផលិតផលដែលមានការទទួលស្គាល់ពីក្រុមហ៊ុនធានារ៉ាប់រង Samsung ទទួលស្គាល់ពី FDA របស់សហរដ្ឋអាមេរិកទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េនិងមាន GMP ទទួលស្គាល់រួចរាល់ព្រមទាំងស្ថាប័នធំៗជាច្រើនទៀតមួយកេសតម្លៃ$38 ហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា